អូននេះជារបៀបធ្វើស្រាក្រូចពណ៌លឿងចឹងស្រាក្រូចពណ៌លឿងនេះក៏យើងស្រួលធ្វើដែរយើងគ្រាន់តែយើងយកក្រូចពណ៌លឿងរបស់យើង3គីឡូមកបន្ទាប់មកគឺយើងលាងទឹកវាឲ្យស្អាតហើយបន្ទាប់មកយើងយកវាទៅចំហុយ15នាទីចោលទៅបានយើងយកមកបកសបកវាហើយគឺយើងដាក់ចូលទៅក្នុងកែវស្អាតមួយមកបែបហ្នឹងមកបន្ទាប់មកយើងរើអីមកបុកវាចឹងយើងបុកវាឲ្យម៉ត់មកនៅពេលដែលម៉ត់ហើយគឺយើងបន្ថែមជាមួយនឹងស្ករហើយនឹងមេស្រាឬក៏មេតប៉ែចឹងគឺយើងកូរវាឲ្យសព្វចូលគ្នាមកនៅពេលដែលសព្វចូលគ្នាហើយយើងបិទគម្របវាយកទៅទុកចឹងនៅពេលដែលក្រូចរបស់យើងនឹងឡើងមកលើយើងយកមកយើងអាចយកមកត្រង់ទឹកវាបានហើយចឹងនៅពេលដែលយើងត្រង់ទឹកវាហើយគឺទឹកនឹងហើយគឺជាស្រាចឹងយើងអាចយកទៅញ៉ាំបានហើយឬក៏យកទៅផឹកបានហើយចឹងគឺរសជាតិឆ្ងាញ់មែនតើបងប្អូនអាចធ្វើដោយខ្លួនឯងសាកមើលចា៎